ប្រជាកសិករចំនួន9គ្រួសារដែលរស់នៅក្នុងភូមិកំប្រាក់កូនឃុំខ្នាតទទឹងស្រុកបាកានខេត្តពោធិ៍សាត់អំពាវនាវឲ្យអាជ្ញាធរឃុំស្រុកខេត្តមេត្តាជួយអន្តរាគមន៍ពីបញ្ហាដែលពួកគាត់លក់ស្រូវឲ្យឈ្មួញហើយពុំទទួលបានប្រាក់កម្រៃរហូតមកទល់នឹងពេលបច្ចុប្បន្ននេះខេត្តពោធិ៍សាត់ប្រជាកសិករចំនួន9គ្រួសារដែលរស់នៅក្នុងភូមិកំប្រាក់កូនឃុំខ្នាតទទឹងស្រុកបាកានខេត្តពោធិ៍សាត់នាពេលថ្មីនេះបានអំពាវនាវនិងបានដាក់លិខិតពាក្យបណ្ដឹងជូនដល់អាជ្ញាធរឃុំស្រុកខេត្តដើម្បីសុំកិច្ចអន្តរាគមន៍ឲ្យជួយដល់ពួកគាត់ពីពួកគាត់ដែលមានបញ្ហាលក់ស្រូវឲ្យទៅឈ្មួញហើយពុំទទួលបានថវិការហូតមកទល់នឹងពេលបច្ចុប្បន្ននេះយោងតាមពាក្យបណ្ដឹងពីសំណាក់ប្រជាកសិករទាំង9គ្រួសារមានខ្លឹមសារថាសូមបណ្ដឹងឈ្មោះសាំងតិតភេទប្រុសអាយុ42ឆ្នាំសញ្ជាតិខ្មែរមុខរបរអ្នកទិញស្រូវរស់នៅក្នុងភូមិដំណាក់ត្រាចឃុំរំលេចស្រុកបាកានខេត្តពោធិ៍សាត់និងទី2គឺមានឈ្មោះលុញមុនរាយភេទប្រុសជនជាតិខ្មែរសញ្ជាតិខ្មែរមុខរបរអ្នកទិញស្រូវរស់នៅភូមិដំណាក់ត្រាចឃុំរំលេចស្រុកបាកានខេត្តពោធិ៍សាត់ដូចគ្នាពីបទឆោបោកនិងសំគំនិតប្រជាកសិករទាំង9គ្រួសារបានបញ្ជាក់ថាកាលពីថ្ងៃទី27ខែសីហាឆ្នាំ2025រហូតដល់ថ្ងៃទី31ខែសីហាឆ្នាំ2025គាត់បានលក់ស្រូវចំនួន105តោន882គីឡូក្រាមហើយនៅក្នុង1គីឡូក្រាមតម្លៃ850រៀលសរុបជាទឹកប្រាក់មានចំនួន89លាន9សែន44850រៀលឲ្យទៅឈ្មោះសាំងតិននិងឈ្មោះលុញប៊ុនរាយក៏ប៉ុន្តែរហូតមកទល់នឹងពេលបច្ចុប្បន្ននេះឈ្មួញស្រូវទាំងពីរនាក់ខាងលើពុំបានទូទាត់ថវិកាជូនពួកគាត់នៅឡើយនោះទេទើបពួកគាត់ដង្ហោយហៅអាជ្ញាធរមូលដ្ឋានភូមិឃុំស្រុកខេត្តឲ្យជួយអន្តរាគមន៍ដល់ពួកគាត់ពីព្រោះពួកគាត់មានផលវិបាកនៅក្នុងការដោះបំណុលធនាគារផងសងថ្លៃប្រេងសងថ្លៃជីរបស់គេផងពាក់ព័ន្ធទៅនឹងករណីចោទប្រកាន់ខាងលើនេះដែលបានចោទប្រកាន់ទៅលើលោកសាំងតិតដែលជាឈ្មួញទិញស្រូវដែលរស់នៅក្នុងភូមិឃុំខាងលើបានបញ្ជាក់ឲ្យដឹងថាលោកបានទិញស្រូវពីប្រជាកសិករទាំង9គ្រួសារពិតប្រាកដមែនហើយលោកក៏បានលក់បន្តទៅឲ្យឈ្មោះលុញប៊ុនរាយតទៅទៀតក៏ប៉ុន្តែឈ្មោះលុញប៊ុនរាយដែលរស់នៅក្នុងភូមិឃុំជាមួយគ្នានោះពុំបានទូទាត់ឲ្យលោកនោះទេដូច្នេះទើបលោកពុំមានថវិកាផ្ដល់ជូនទៅដល់ប្រជាកសិករទាំង9គ្រួសារនោះដែរលោកសាំងតិតបានបញ្ជាក់បន្ថែមថាក្រោយពីមានទំនាស់រឿងលក់ស្រូវពុំបានលុយនេះមកលោកក៏បានសុំកិច្ចអន្តរាគមន៍និងបានកោះហៅភាគីលុញប៊ុនរាយនេះទៅកាន់ភូមិឃុំស្រុកជាច្រើនលើកច្រើនសាររួចមកហើយដើម្បីសុំឲ្យអាជ្ញាធរមូលដ្ឋានជួយរកដំណោះស្រាយឲ្យពួកគាត់ក៏ប៉ុន្តែរហូតមកទល់នឹងពេលនេះការដោះស្រាយក៏ពុំទាន់បានបញ្ចប់នៅឡើយដែរដោយសារតែភាគីឈ្មោះលុញប៊ុនរាយបានធ្វើការបដិសេធដោយឆ្លើយថាប្រាក់ទាំងនោះខ្លួនបានសងមកឈ្មោះសាំងតិនរួចរាល់អស់ហើយទៅតាមរយៈប្រតិបត្តិការរបស់ធនាគារផ្សេងៗនោះទៀតផង